ទីនេះ Newsbox ព័ត៌មានពិតទាន់ហេតុការណ៍សម្រាប់លោកអ្នកលោកត្រាំទន្ទឹងរង់ចាំកិច្ចព្រមព្រៀងបទឈប់បាញ់ថៃកម្ពុជាក្នុងកិច្ចប្រជុំកំពូលអាស៊ានប្រភព200តថ្ងៃទី14ខែតុលាឆ្នាំ2024លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំនឹងបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី25ខែតុលារដ្ឋមន្ត្រីការបរទេសម៉ូហាម៉ាត់ហាសានបាននិយាយកាលពីថ្ងៃអង្គារដោយបន្ថែមថាលោកកំពុងទន្ទឹងរង់ចាំក្នុងការធ្វើជាសាក្សីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសជិតខាងអាស៊ីអាគ្នេយ៍ថៃនិងកម្ពុជាភាពតានតឹងលើចំណុចដែលមិនទាន់កំណត់ព្រំដែននៅលើព្រំដែនគោក817គីឡូម៉ែត្ររបស់ប្រទេសទាំងពីរបានផ្ទុះឡើងទៅជាជម្លោះដ៏គ្រោះថ្នាក់រយៈពេល5ថ្ងៃនៅក្នុងខែកក្កដាដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់48នាក់និងជម្លៀសប្រជាជនរាប់សែននាក់ជាបណ្ដោះអាសន្ននៅក្នុងការប្រយុទ្ធដ៏អាក្រក់បំផុតរបស់ពួកគេក្នុងរយៈពេលជាង1ទសវត្សរ៍លោកម៉ូហាម៉ាត់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាក្នុងអំឡុងពេលកិច្ចប្រជុំកំពូលយើងសង្ឃឹមថានឹងឃើញការចុះហត្ថលេខាលើសេចក្តីប្រកាសមួយដែលត្រូវបានគេស្គាល់ថាជាកិច្ចព្រមព្រៀងទីក្រុងគូឡាឡាំពួររវាងប្រទេសជិតខាងទាំងពីរនេះដើម្បីធានាបាននូវសន្តិភាពនិងបទឈប់បាញ់ដ៏យូរអង្វែងលោកម៉ូហាម៉ាត់បាននិយាយសម្ដៅទៅលើកិច្ចប្រជុំមួយនៃថ្នាក់ដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី25ដល់ថ្ងៃទី28ខែតុលានៅក្នុងទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីគាត់បាននិយាយថាលោកត្រាំកំពុងទន្ទឹងរង់ចាំក្នុងការធ្វើជាសាក្សីនៃកិច្ចព្រមព្រៀងនេះដោយមិនបានផ្ដល់ព័ត៌មានលម្អិតអំពីរបៀបនិងពេលវេលាដែលសារនោះនឹងត្រូវបាននាំយកមកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលជាប្រធានអាស៊ានបច្ចុប្បន្នបាននិយាយថាលោកត្រាំនឹងចូលរួមកិច្ចប្រជុំនេះប៉ុន្តែមិនទាន់មានការបញ្ជាក់ជាផ្លូវការពីទីក្រុងវ៉ាស៊ីនតោននៅឡើយទេសេតាវិមានក៏មិនបានឆ្លើយតបភ្លាមចំពោះសំណើសុំការអត្ថាធិប្បាយដែរប៉ុន្តែអ្នកដែលដឹងអំពីបញ្ហានេះបាននិយាយថាការធ្វើដំណើរកំពុងត្រូវបានគ្រោងទុកប្រទេសម៉ាឡេស៊ីបានសម្របសម្រួលបទឈប់បាញ់ដំបូងនៅថ្ងៃទី28ខែកក្កដាដែលបានបញ្ចប់ការប៉ះទង្គិចគ្នាបន្ទាប់ពីការជំរុញសន្តិភាពប្រកបដោយនិរន្តរភាពដោយលោកអាន់វ៉ានិងការហៅទូរស័ព្ទដោយលោកត្រាំទៅកាន់មេដឹកនាំនៃប្រទេសទាំងពីរលោកម៉ូហាម៉ាត់បាននិយាយថាប្រទេសម៉ាឡេស៊ីនិងសហរដ្ឋអាមេរិកនឹងសម្របសម្រួលបទឈប់បាញ់ដ៏ទូលំទូលាយរវាងប្រទេសថៃនិងកម្ពុជាដែលនឹងតម្រូវឲ្យភាគីទាំងពីរដកគ្រាប់មីននិងកាំភ្លើងធំទាំងអស់ចេញពីព្រំដែនរបស់ពួកគេកាលពីថ្ងៃអាទិត្យក្រសួងការបរទេសថៃបាននិយាយថារដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរបានជួបប្រជុំគ្នានៅទីក្រុងគូឡាឡាំពួរកាលពីចុងសប្តាហ៍ដើម្បីពិភាក្សាអំពីបទឈប់បាញ់ដោយមានមន្ត្រីសហរដ្ឋអាមេរិកនិងម៉ាឡេស៊ីមានវត្តមានរដ្ឋមន្ត្រីការបរទេសថៃលោកសេហាសាក់ភូង្កេតកែវបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថាលោកនឹងធ្វើដំណើរទៅកាន់ទីក្រុងកូឡាឡាំពួរក្នុងសប្តាហ៍នេះដើម្បីពិភាក្សាបន្ថែមទៀតដោយគូសបញ្ជាក់ពីការទាមទារចំនួន4ដែលធ្វើឡើងដោយទីក្រុងបាងកកដែលទាំងនេះរួមមានការដកអាវុធធុនធ្ងន់ចេញពីព្រំដែនការបោះសម្អាតមីនក្នុងទឹកដីមានជម្លោះកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននិងការទន្ទ្រានកាន់កាប់ក្នុងតំបន់មួយចំនួនលោកសេហាសាក់បានថ្លែងថាពេលនេះការចរចាកំពុងឈានទៅមុខអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាមិនបានឆ្លើយតបភ្លាមចំពោះសំណួររបស់រយតនោះទេលោកម៉ូហាម៉ាត់បានបន្ថែមដោយមិនបានបញ្ជាក់លម្អិតថាកិច្ចប្រជុំកំពូលអាស៊ីបូព្រាដែលនឹងធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំអាស៊ានក្នុងខែនេះនឹងចេញសេចក្តីថ្លែងការណ៍របស់ប្រធានជាងសេចក្តីថ្លែងការណ៍រួមខណៈដែលសហរដ្ឋអាមេរិកបានជំទាស់នឹងការប្រើពាក្យការរួមបញ្ចូលមេដឹកនាំនៃសមាជិកទាំង10នៃក្រុមនិងដៃគូពាណិជ្ជកម្មដូចជាប្រទេសចិនជប៉ុនរុស្ស៊ីនិងសហរដ្ឋអាមេរិកនឹងចូលរួមកិច្ចប្រជុំកំពូលនេះ